ក៏ប៉ុន្តែចាប់ផ្ដើមពីលោកហ៊ុនម៉ាណែតចេញដំណើរទៅទីក្រុងលីយ៉ុងប្រជាពលរដ្ឋខ្មែរនៅបារាំងប្រុងជើងព្រួលនាំគ្នាធ្វើបាតកម្មតវ៉ាទាមទារ3ចំណុចតាមពិតបើយើងគិតឲ្យមែនតើទីក្រុងលីយ៉ុងម៉ោងនេះគឺម៉ោង5ល្ងាចទៅហើយបាទគឺល្ងាចថ្ងៃ6ចាំបានន័យថារសៀលណាស់ទៅហើយបាតកម្មរបស់ក្រុមបងប្អូនខ្មែរនៅបារាំងនេះឮថាគ្រោងធ្វើតាំងពីព្រឹកដូច្នេះស្របពេលដែលលោកហ៊ុនម៉ាណែតចេញដំណើរពីប្រទេសកម្ពុជាជាមួយនឹងគណៈប្រតិភូជាមួយនឹងប្រពន្ធឬក៏ថៃស្ត្រីទី1របស់កម្ពុជាបានធ្វើដំណើរម៉ោងនេះគួរតែដល់ទីក្រុងលីយ៉ុងប្រទេសបារាំងទៅហើយដោយសារតែការធ្វើដំណើរទៅចូលរួមនៅក្នុងព្រឹត្តិការណ៍ធំមួយដែលស្របតាមការអញ្ជើញរបស់ប្រធានាធិបតីបារាំងលោកម៉ានូអែលម៉ាក្រុងបាទហើយឲ្យទៅចូលរួមហ្នឹងគឺនៅក្នុងព្រឹត្តិការណ៍មួយហៅថាសន្តិភាពតែមួយលើពិភពលោកសុខសម្ពុមិនសន្តិភាពទេសុខភាពនិយាយពីរឿងសុខភាពក៏ប៉ុន្តែគណៈប្រតិភូកម្ពុជាអាចថាយកឱកាសនេះជួបជាមួយនឹងតំណាងប្រទេសបារាំងដើម្បីជជែកពីកិច្ចការទ្វេភាគីរវាងកម្ពុជានិងបារាំងកិច្ចសហប្រតិបត្តិការអភិវឌ្ឍសេដ្ឋកិច្ចនយោបាយអីចឹងក៏ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់មានរឿងពីរទី1គឺដំណើរទស្សនកិច្ចរបស់លោកហ៊ុនម៉ាណែតហើយនិងគណៈប្រតិភូទៅបារាំងនេះគឺមិនមែនទៅនិយាយរឿងនយោបាយរឿងព្រំដែនរឿងផែនទីរឿងអីទេព្រោះយើងដឹងហើយថាដំណើររបស់គាត់គឺទៅតបតាមការអញ្ជើញរបស់ប្រធានាធិបតីបារាំងនេះគឺក្នុងនាមជាប្រទេសដែលជាប្រទេសអធិបតេយ្យមួយតំណាងឲ្យប្រទេសអធិបតេយ្យមួយដើម្បីចូលរួមនៅក្នុងរឿងតាក់ទងនឹងបញ្ហាសន្តិភាពតែហេតុអីបានជាពាក្យសន្តិភាពនឹងនៅតែជាប់មាត់របស់ខ្ញុំនៅពេលដែលកម្ពុជាអត់ទាន់មានសន្តិភាពនៅឡើយជាពិសេសអត់មានជាមួយចិនអត់មានជាមួយប្រជាពលរដ្ឋខ្លួនឯងព្រោះពាក្យអរគុណសន្តិភាពនឹងវាដដែលពេកទៅជួនកាលខួរក្បាលខ្ញុំនឹងវាផ្ដិតជាប់អស់អញ្ចឹងបានថាពេលដែលបងប្អូនប្រើពាក្យអីមួយទៅតែពិតពីអរគុណសន្តិភាពនឹងចំពោះខ្ញុំមែនតើគឺជាពាក្យអត់ត្រូវទេខ្ញុំធ្លាប់ពិតសួរប្រជាជនសៀងហៃនៅប្រទេសកម្ពុជាម្ដងកាលខ្ញុំនៅធ្វើការនៅវិទ្យុអាស៊ីសេរីការដែលពិតសួរប្រគុណម្ចាស់នៅសៀងហៃមិននៅសៀងហៃសំទោសសៀងហៃហ្នឹងព្រះអង្គបកស្រាយថាពិតខ្ញុំសួរក្នុងនាមជាឯកជនទេព្រោះអីមិនមែនសួរនៅក្នុងនាមជាបុគ្គលិកវិទ្យុអាស៊ីសេរីអីទេគាត់ថាតែខ្ញុំធ្វើការនៅវិទ្យុអាស៊ីសេរីព្រះអង្គប្រហែលជាស្គាល់ខ្ញុំនៅក្នុងនាមថាជាអ្នករាយការណ៍ព័ត៌មានវិទ្យុអាស៊ីសេរីអីចឹងទៅក៏ព្រះអង្គមានការគួរសមរស់រាយរាក់ទាក់គួរឲ្យគោរពឆ្លើយសាររបស់ខ្ញុំវិញដោយអំណរដោយពេញចិត្តដោយអីចឹងខ្ញុំពិតជាអរគុណម្ចាស់សៀងហៃមែនតើព្រោះព្រះអង្គមានចំណេះជំនាញច្រើននៅក្នុងផ្នែកភាសាបាលីភាសាសំស្ក្រឹតនឹងបកស្រាយភាសាខ្មែរឲ្យបងប្អូនយើងតាមបណ្ដាញសង្គម Facebook YouTube អីហ្នឹងខ្ញុំចាប់អារម្មណ៍ដោយសារព្រះអង្គចូលរួមកិច្ចការសង្គមច្រើនដាស់តឿនអប់រំពីការប្រើប្រាស់អក្សរសាស្ត្រជាតិឲ្យត្រឹមត្រូវអីហ្នឹងខ្ញុំពេញចិត្តមែនតើតែចឹងទៅក៏ឃើញទាំងគ្មានគុណចាស់អង្គណាដែលអាចនឹងពិតសួរបានលឿនហើយព្រោះព្រះអង្គមាន Facebook មានអីទៀតក៏ផ្ញើសារសួរយូរហើយប្រហែលជា6ឆ្នាំ7ឆ្នាំហើយដឹងតើតោះនឹងពាក្យថាអរគុណសន្តិភាពហ្នឹងហើយទៅក៏អ្វីដែលខ្ញុំកាលហ្នឹងសួរព្រះអង្គប្រគុណម្ចាស់សៀងហៃអត់មែនតែសួរផ្ចាញ់ផ្ចាលឬក៏ចង់រករឿងអីនឹងពាក្យថាហេតុអីបានគេប្រើពាក្យអរគុណសន្តិភាពហ្នឹងហើយក៏អត់មានតែឈឺក្បាលអីនឹងថាប្រជាប្រដ្ឋអីអរគុណសន្តិភាពអីដែរកាលហ្នឹងគឺចេតនាធំបំផុតហ្នឹងគឺចង់ដឹងថាតើពាក្យខ្មែរអរគុណសន្តិភាពហ្នឹងត្រូវដែរឬទេក្នុងន័យថាប្រើដើម្បីជាអក្សរសាស្ត្រទេអត់មានតកតនយោបាយទេតែព្រះអង្គក៏យកទៅបង្ហោះតាមបណ្ដាញសង្គម Facebook អីហ្នឹងបងប្អូនដែលបានបើកស្ដាប់ហ្នឹងក៏ប្រហែលជាបានដឹងហើយខ្ញុំក៏មិនសូវជាចាប់អារម្មណ៍អីពីរឿងហ្នឹងលើសតែពីរឿងចង់ដឹងថាតើយើងអាចអរគុណវត្ថុអរូបីបានដែរឬយ៉ាងណាព្រោះអីជាធម្មជាតិព្រោះមិនថាជាភាសាខ្មែរទេភាសាអង់គ្លេសក៏គេប្រើអញ្ចឹងដែរព្រោះពាក្យថាអរគុណគឺបានន័យថាយើងតបស្នងសងគុណចំពោះអ្វីដែលអ្នកណាម្នាក់ប្រព្រឹត្តល្អដែលជាគុណស្រ័យកណូបការៈដូចជាមនុស្សដែលមានវិញ្ញាណដឹងការត្រេះរិះដឹងឬក៏ថាដឹងអាចនឹងទទួលការតបតសងគុណបានដោយសារនិយាយទៅប្រាប់ទៅឲ្យគាត់ស្ដាប់អញ្ចឹងហើយបានជាកិរិយាសព្ទនៃពាក្យថាអរគុណហ្នឹងវាគួរតែជាមានកម្មវត្ថុមួយដែលជាកម្មវត្ថុទទួលអំពើនៃពាក្យអរគុណហ្នឹងឲ្យស្ដាប់បានទទួលយកបានទើបយើងអាចនឹងទៅអរគុណគេកើតហើយបើសិនជាគេស្ដាប់មិនបានទទួលយកមិនបានជាវត្ថុអរូបីឬក៏អត់វិញ្ញាណទេតើយើងទៅអរគុណយ៉ាងដូចម្ដេចយើងអាចឧទ្ទិសយើងអាចបួងសួងយើងអាចសុំអីបានដើម្បីឲ្យអរុក្ខអរិយអ្នកតាទេវតា
ប្រចាំឬក៏បពៈបរោះដួងព្រលឹងដូនតាអីអាចឧទ្ទិសក្នុងន័យថាបួងសួងអីចឹងប៉ុន្តែពាក្យថាអរគុណគឺតើតែយើងអរគុណទៅមនុស្សនេះចំពោះខ្ញុំថាមិនថាគិតថាខ្លួនឯងហ្នឹងមិនសូវជាចេះអីច្រើនទេប៉ុន្តែចេះតែគិតថាឆ្កងតែយើងតែអាចអរគុណសត្វគោបានទេយើងអាចអរគុណចាបឬក៏ឆ្កែឆ្មាអីបានទេយើងថាខ្ញុំសូមអរគុណឆ្កែដែលបានជួយសង្គ្រោះជីវិតខ្ញុំយើងអាចឆ្លើយតាមពិតឆ្កែមានវិញ្ញាណដែរចេះដឹងដែរប៉ុន្តែយើងអាចអរគុណឆ្កែបានទេដោយសារអីឆ្កែអាចស្ដាប់អត់មានញៀននឹងអាចនឹងត្រេះរិះពិចារណាដើម្បីទទួលយកពីអរគុណរបស់យើងបានទេយើងអាចនិយាយទៅអ្នកសារព័ត៌មានថាកុំតែបានឆ្កែជួយអញ្ចឹងទៅនៅក្នុងនេះអញ្ចឹងណាតែយើងមិនអាចទៅអរគុណឡានទេដែលបានដឹកខ្ញុំបានទៅដល់ទីក្រុងប្រសិទ្ធនុឧទាហរណ៍យើងអាចអរគុណឡានបានទេតែយើងអាចថាដោយសារតែយានជំនិះនេះធ្វើឲ្យយើងបានទៅដល់គោលដៅអញ្ចឹងអរគុណអ្នកបើកបរដែលបានជួយបើកបរដោយសុវត្ថិភាពតែបើយើងអរគុណរថយន្តវាដូចជាចំពោះខ្ញុំដូចថាឆ្កងយើងនិយាយទៅគឺយើងអាចអរគុណវត្ថុអរូបីបានទេយើងវត្ថុឥតវិញ្ញាណឬក៏មានវិញ្ញាណដូចសត្វដែលមិនអាចនឹងទទួលពីអរគុណរបស់យើងបាននោះក៏គិតថាឆ្កងអញ្ចឹងបានភាសាអង់គ្លេសក៏មិនខុសភាសាខ្មែរនិងភាសាជាតិដទៃដែរខ្ញុំជឿគឺយើងត្រូវអរគុណមនុស្សយើងអាចប្រើពាក្យថាខ្ញុំអរគុណចោលតទេអញ្ចឹងទេអរគុណអ្នកណាចំពោះអ្វីមួយអញ្ចឹងយើងត្រូវអរគុណអ្នកហើយអីចឹងទៅអរគុណលោកអរគុណបងប្អូនអរគុណជនរួមជាតិអរគុណអីចឹងទៅតែដល់ទៅពេលអរគុណសន្តិភាពតែខ្ញុំសួរហ្នឹងគឺម្ដងទៀតខ្ញុំអត់ដែលគិតថារឿងនយោបាយរឿងអីខ្ញុំសួរតែវាឆ្ងល់ថាពាក្យហ្នឹងហេតុអីបានជាទៅអរគុណសន្តិភាពបានព្រោះអីពាក្យថាសន្តិភាពហ្នឹងវាអត់វិញ្ញាណប៉ុន្តែយើងត្រូវគិតថាកុំតែបានសន្តិភាពស្រុកយើងក៏មិនមានអញ្ចេះចោះអីចឹងទៅកុំតែបានដោយសារតែសន្តិភាពហ្នឹងអញ្ចឹងបើសិនជាយើងប្រើជាភាសាខ្មែរយើងគួរតែនិយាយថាអរគុណថ្នាក់ដឹកនាំប្រទេសដែលនាំមកនៅសុខសន្តិភាពតែយើងអាចអរគុណសន្តិភាពដែលនាំមកនៅមេដឹកនាំដ៏ល្អចឹងទេយើងអាចនិយាយចឹងបានទេបើយើងចង់អរគុណសន្តិភាពក៏អរគុណអត់ត្រូវដែរដោយសារតែយើងគិតថាកុំតែបានសន្តិភាពបានជាប្រទេសយើងមានបណ្ឌិតមានកវីបញ្ញវន្តអីចឹងទៅកុំតែបានដោយសារតែប៉ុន្តែនៅតែវិលទៅវិញនៅតែអរគុណមនុស្សអរគុណថ្នាក់ដឹកនាំអរគុណមេបកនយោបាយអរគុណម្ចាស់ជំនួយអរគុណអ្នកភាគីពាក់ព័ន្ធអរគុណសហគមន៍អរគុណប្រជាពលរដ្ឋខ្មែរទាំងអស់ដែលរួមចិត្តរួមកាយកសាងដើម្បីឲ្យមានសន្តិភាពមានការផ្សះផ្សាជាតិយ៉ាងឧទាហរណ៍អញ្ចឹងខ្ញុំនៅតែគិតថាពីអរគុណសន្តិភាពនេះគឺជាពាក្យដែលការបង្កើតឡើងដើម្បីឲ្យយើងអរគុណវត្ថុឥតវិញ្ញាណនិងអរូបីដែលមែនតើគឺផ្ទុយពីភាសាខ្មែរទេតែខ្ញុំមិនជំទាស់អីទេប្រគុណម្ចាស់សៀងហៃលោកបកស្រាយមកថាចុះយើងអរគុណទឹកអរគុណដីអីដែរតែយើងពេលដែលបួងសួងអីទៅសូមអរគុណវត្ថុស័ក្តិសិទ្ធិនៅក្នុងលោកទាំងឡាយដែលបានជួយស្រោចស្រង់ប្រោះព្រំអីចឹងទៅចំពោះខ្ញុំនៅពេលដែលយើងអរគុណទឹកដីហ្នឹងគឺបានន័យថាយើងអរគុណដល់ដួងវិញ្ញាណក្ខន្ធតាពិតអ្វីដែលយើងអរគុណហ្នឹងគឺយើងមានមនុស្សនៅក្នុងរូបរបស់យើងបានន័យថាអាចអរគុណព្រះអរគុណទេវតាអរគុណអរុក្ខអរិយអ្នកតាយើងគិតថាវត្ថុទាំងអស់នោះអត់មានវិញ្ញាណមែនក៏ប៉ុន្តែយើងឧទ្ទិសនៅក្នុងដួងចិត្តរបស់យើងហ្នឹងថាយើងកំពុងនិយាយទៅកាន់មនុស្សដែលស្ដាប់យើងនៅក្នុងន័យនេះឯងគឺខ្ញុំគិតថាដូចជាមិនខុសឆ្គងទេអរគុណអរុក្ខអរិយអ្នកតាគឺថាយើងគិតថាជាវត្ថុអរូបីមែនប៉ុន្តែជាមនុស្សដែលនឹងទទួលស្ដាប់ឮយើងអរគុណព្រះជាម្ចាស់អរគុណព្រះអង្គអរគុណអ្នកតាព្រឹកព្រៃអីចឹងទៅបានន័យថាយើងគិតថាដួងព្រលឹងវិញ្ញាណក្ខន្ធឬក៏រូបហ្នឹងគឺកំពុងនៅស្ថិតនៅមុខយើងហើយស្ដាប់ពរជ័យយើងស្ដាប់ឮយើងតែយើងអាចទៅអរគុណអញ្ចឹងទេព្រោះតែនិយាយចោលទៅអញ្ចឹងស្ដាប់អីទៅអរគុណខ្ញុំសូមអរគុណទូរទស្សន៍ដែលឲ្យខ្ញុំអាចមើលរូបឃើញអត់អាចចឹងទេយើងអាចទៅអរគុណទូរទស្សន៍បានទេអរគុណអ្នកដែលមានគំនិតច្នៃប្រឌិតបង្កើតទូរទស្សន៍ឲ្យចេញជារូប color សខ្មៅអីចឹងមានសម្លេងមានអីមាន digital មាន smart ATV អីចឹងណាខ្ញុំនៅតែគិតអញ្ចឹងទេប៉ុន្តែខ្ញុំមិនទៅជាជំទាស់បងប្អូនអីទេថាចាស់ខ្មែរនឹងក៏ចេះអីលើសគេរឿងអីក៏ច្រើនម៉ែអស់ពីនយោបាយមកចូលដល់រឿងតាក់ទងនឹងរឿងអក្សរសាស្ត្រខ្មែរអីទៀតខ្ញុំមែនតើមិនចេះដឹងអីច្រើនទេគ្រាន់តែថាស្ដាប់ទៅវារៀងឆ្កងតែប៉ុណ្ណឹងហើយអត់មានទៅរិះគន់អីបងប្អូនមិនអោយប្រើពាក្យអរគុណសន្តិភាពក៏អត់ដែរអរគុណអីអរទៅគ្រាន់តែថាខ្ញុំនិយាយនេះក៏អត់និយាយបរិបត្តិនយោបាយទេខ្ញុំនិយាយពីរឿងពាក្យខ្មែរហ្នឹងវារៀងឆ្កងប៉ុន្តែព្រះអង្គម្ចាស់សៀងហៃលោកបកស្រាយតាមការទាញហេតុផលរបស់ព្រះគុណម្ចាស់ខ្ញុំក៏មិនទៅជាជំទាស់អីទេគ្រាន់តែចេះតែនឹកឃើញថាបើសិនជាព្រះអង្គម្ចាស់សៀងហៃលោកមានបតីឬក៏ការឆ្វេងយល់បែបនេះមនុស្សទាំងអស់នៅស្រុកខ្មែរក៏ប្រហែលជាយល់មិនខុសពីព្រះអង្គចឹងដែរតែការយល់នេះមិនមែនយល់ខុសទេប៉ុន្តែខ្ញុំនៅតែគិតថា
វាឆ្កងនឹងពាក្យខ្មែរដែលយើងទៅអរគុណវត្ថុខ្ញុំអត់ដើរទៅអរគុណដើមឈើដែលអ្នកបានកិច្ចផ្លូវខ្ញុំដើរអត់បុកក្បាលកុំអីខ្ញុំដើរបុកក្បាលដើមឈើហ្នឹងប៉ុន្តែអត់មានគិតថាអ្នកចិត្តខាងគេខំស្រែកណាកុំឲ្យមើលតែទូរស័ព្ទដើរទៅធ្លាក់លូឬអីឬក៏អរគុណលូដែលនៅខាងផ្លូវខ្ញុំដើរអត់ធ្លាក់ចាតាមពិតមិនមែនតែអរគុណលូអរគុណដើមឈើអីកាទេយើងត្រូវអរគុណអាជ្ញាធរដែលគេដាក់ស្លាកហាមចេះទៅឬក៏អរគុណដោយសារលូគេក្របមានអាជ្ញាធរគេក្របលូឲ្យឬក៏ដាក់ទៅមានបាំងមានលបងអីកុំឲ្យយើងគ្រោះថ្នាក់អាហ្នឹងត្រូវអរគុណអាជ្ញាធរពាក់ព័ន្ធចំពោះការដែលគិតគូរដល់សុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋតែបើយើងទៅអរគុណអាលូហ្នឹងអរគុណអាដើមឈើហ្នឹងទៅដូចថាមិនត្រូវបើសិនជាភាសាអង់គ្លេសបើសរសេរទៅគឺខុសហ្មងបើថាខ្មែរសរសេរទៅគឺឥឡូវស៊ាំនឹងពីអរគុណសន្តិភាពដល់អញ្ចឹងបងប្អូនទាំងអស់គ្នាគិតថាសន្តិភាពគឺជាវត្ថុមានវិញ្ញាណមួយដែលចាំស្ដាប់យើងហើយដល់អញ្ចឹងការគិតហ្នឹងគឺដូចគ្នានឹងអារឿងសូមមកស្ដាប់ជាមួយអីអញ្ចឹងអាការស្ដាប់ហ្នឹងដែលមានកម្មវត្ថុកម្មបត្តិអីត្រឹមត្រូវតែដាក់ថាខ្ញុំស្ដាប់ចម្រៀងអត់មានស្ដាប់ជាមួយបទចម្រៀងទេសូមស្ដាប់ជាមួយបទភ្លេងមិនត្រូវទេគឺត្រូវតែស្ដាប់បទភ្លេងហ្នឹងដល់អញ្ចឹងទៅស្វំតិចទៅយូរទៅនិយាយចិត្តទៅតាមគ្នាខុសអញ្ចឹងខ្ញុំលើកឡើងមកដោយសារតែរឿងនេះក៏ចូលជ្រៅបន្តិចទៅក៏មែនតើជាការដាស់តឿនក្រានរំលឹកខ្លះទៅក៏ជាមតិមួយជ្រុងកុំជឿខ្ញុំបងប្អូនខ្ញុំនិយាយនេះមិនមានចេតនាអីទៅឲ្យបងប្អូនទៅស្អប់ខ្ពើមអ្នកណាឬក៏ថាគេនឹងមិនចេះដល់យើងអត់ទេខ្ញុំគ្រាន់តែថាជាកតិហើយយកទៅពិចារណាហើយជួយគ្នាស្រាវជ្រាវមើលទៅតើសមទេបើសមក៏ប្រើទៀតទៅបើមិនសមក៏បើផ្លេចចោលទៅបើឆ្កងខ្លាំងជួយកែគ្នាទៅតែប៉ុណ្្នឹងទេបាទឥឡូវចូលដល់រឿងដែលលោកហ៊ុនម៉ាណែតដែលថាទៅលីយ៉ុងតាមពិតគាត់បានទៅដល់ហើយម៉ោងនេះប្រហែលជាទៅដល់ទីក្រុងលីយ៉ុងដំណើរទស្សនកិច្ចរបស់គាត់នេះគឺនៅថ្ងៃទី6ហ្នឹងថ្ងៃ7ទៅចូលរួមពិធីនៅទីក្រុងលីយ៉ុងជាមួយនឹងគណៈប្រតិភូហើយគាត់នាំទាំងប្រពន្ធឬក៏ស្ត្រីទី1របស់គាត់ហើយនឹងគណៈប្រតិភូខ្មែរទៅជាមួយផងតាមពិតរឿងវាមាន2ដែលខ្ញុំបានជំរាបអញ្ចឹងគឺថាលោកហ៊ុនម៉ាណែតទៅប្រទេសបារាំងលើកនេះមិនមែនទៅតាមការតបអញ្ជើញដើម្បីនិយាយពីផែនទីកម្ពុជាថៃទេបងប្អូនកុំគិតថាលោកទៅនេះច្បាស់ជានិយាយពីរឿងផែនទីបារាំងដែលសន្យាថាឲ្យខ្មែរនោះមកហើយក៏ប៉ុន្តែវាជាការចំណេញនយោបាយសម្រាប់គណៈបកកណ្ដាលអំណាចនិងរដ្ឋាភិបាលកម្ពុជាដែរនៅក្នុងការស្អំចិត្តប្រជាពលរដ្ឋនៅក្នុងពេលដែលកំពុងតែប្របាក់ចិត្តខ្លាំងរឿងថៃយកដីអស់ជាង50កន្លែងហ្នឹងហើយឮសូរថាបារាំងកាលពីគាត់ទៅលើកមុននោះលោកហ៊ុនម៉ាណែតធ្លាប់ទៅបារាំងមិនមែនជាការจะទៅចូលរួមពិធីអីមួយហ្នឹងក៏ឮសូរថាថ្នាក់ដឹកនាំបារាំងហ្នឹងសន្យាឲ្យផែនទីនោះដល់ឥឡូវទៅមួយសារទៀតវាអាចជាការស្អំចិត្តប្រជាពលរដ្ឋឲ្យជឿថារដ្ឋាភិបាលអាចកំពុងតែស្និទ្ធជាមួយបារាំងខ្លាំងដើម្បីរកអាផែនទីហ្នឹងយកមកដាក់សម្ពាធឬក៏ជាភ័ស្តុតាងដើម្បីប្តឹងបារាំងទៅតុលាការអីចឹងហ្នឹងការស្អំចិត្តក៏ប៉ុន្តែការស្អំចិត្តនេះជាទូទៅមិនបានប្រយោជន៍ទេដោយសារអីមិនចំពោះថាបារាំងឲ្យផែនទីមកពីឋានទេវតាណាទេកម្ពុជាមានផែនទីហ្នឹងហើយគឺຂະຫນាត់1លើ200,000ដែលតម្កល់នៅតុលាការយុត្តិធម៌អន្តរជាតិគេយកមកប្រើ2ដងហើយតាំងពីរឿង1962និងរឿងឆ្នាំ2013ដែលតុលាការចេញសាលដីកា2លើកឲ្យកម្ពុជាឈ្នះទាំង2លើកប្រើផែនទីຂະຫນាត់លើ1 200,000អត់មានអីត្រូវមន្ទិលត្រូវទាផែនទីពីបារាំងណាទៀតទេដូចគ្នានឹងដែរលោកអ៊ុំសំអានដែលទៅយកផែនទីពីស្អីបណ្ណាល័យនៅឯទីក្រុង Washington សហរដ្ឋអាមេរិកដើម្បីយកមកពន្យល់ប្រាប់បងប្អូនវាអត់មានផែនទីអីថ្មីជប់ពីឋានប៉ាន់ណាមកទេក៏ប៉ុន្តែសួរតែគាត់ហើយនឹងលោកហ៊ុនម៉ាណែតនឹងខុសគ្នាយ៉ាងម៉េចលោកហ៊ុនម៉ាណែតក៏ធ្វើនយោបាយមួយដើម្បីប្រាប់ប្រជាពលរដ្ឋថារដ្ឋាភិបាលក៏ចង់បានផែនទីហ្នឹងមកដោះស្រាយរឿងខ្មែរគណៈបកប្រឆាំងក៏គិតថាយកផែនទីហ្នឹងមកប្រាប់ថាយើងមានផែនទីហើយនៅចាំអីទៀតដូច្នេះទាំងគណៈបកប្រឆាំងទាំងគណៈបកកណ្ដាលអំណាចឬរដ្ឋាភិបាលក្រៅប្រទេសគឺខំប្រឹងរៀងខ្លួនប៉ុន្តែលទ្ធផលអ្នកដែលបានផលជាងគេគឺអ្នកណាដែលប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិឯនោះទៅវិញទេអញ្ចឹងកម្ពុជារដ្ឋាភិបាលលោកហ៊ុនម៉ាណែតដើរក្រោយរដ្ឋាភិបាលក្រៅប្រទេសមួយជំហានគាត់ថាអ្វីដែលមានបញ្ហាប្រឈមខ្លាំងសម្រាប់រដ្ឋាភិបាលក្រៅប្រទេសគឺគាត់ឈ្នះនយោបាយខ្ញុំហ៊ាននិយាយអញ្ចឹងគាត់ឈ្នះនយោបាយនៅក្នុងន័យថាប្រជាពលរដ្ឋនៅទូទាំងប្រទេសច្បាស់ជាគិតថារដ្ឋាភិបាលអត់ព្រមប្តឹងឥឡូវរដ្ឋាភិបាលក្រៅប្រទេសប្តឹងដូច្នេះរដ្ឋាភិបាលក្រៅប្រទេសឈឺឆ្អាលចង់ប្តឹងលឿនជាងរដ្ឋាភិបាលក្នុងប្រទេសដែលអះអាងថាមានអ្វីៗគ្រប់គ្រាន់ហើយអត់ប្តឹងរដ្ឋាភិបាលក្នុងប្រទេសមានភាពស្របច្បាប់គ្រប់យ៉ាងទាំងរដ្ឋាភិបាលដែលបោះឆ្នោតមកគេដូចថាមានការរំលាយគណៈបកអីប្រឆាំងអីចោលក៏ដោយប៉ុន្តែបោះឆ្នោតនៅក្នុងដែនអធិបតេយ្យរបស់ខ្លួនតាមរយៈកោចបរបស់ខ្លួនរៀបចំហើយប្រកាសលទ្ធផលមានការទទួលស្គាល់ពីព្រះមហាក្សត្រមានអីអញ្ចឹងទៅវាជានីតិវិធីប្រក្រតីមួយតាមបែបនៃការដឹកនាំរដ្ឋប្រទេសប្រជាធិបតេយ្យឬក៏កុម្មុយនីសសម្រាប់ខ្លួនឯងទៅព្រោះប្រទេសកុម្មុយនីសគេបោះឆ្នោតអញ្ចឹងទេប្រជាធិបតេយ្យគេបោះឆ្នោតទៅមានលក្ខណៈអញ្ចឹងទៅគឺគេរៀបចំបានរបបខ្មែរក្រហមទៅ
កម្ពុជាបតៃហ្នឹងគឺសម្រាប់មនុស្សអស់1លាន7សែននាក់គឺជារដ្ឋាភិបាលគេថាដឹកនាំម្ចាស់ជាវាសនារបស់ប្រទេសស្តៀងតែគ្នាកូរ៉េខាងជើងក៏តែអញ្ចឹងចិនក៏តែអញ្ចឹងតាមក៏អញ្ចឹងកុម្មុយនីសតែគេថាអេរ៉ង់ក៏តែអញ្ចឹងប៉ុន្តែការទទួលស្គាល់កម្រិតណានោះវាអត់សូវមានទេជាលក្ខណៈប្រជាធិបតេយ្យដោយសារតែពើពុករលួយប៉ុន្តែជាផ្លូវការគឺយើងធ្វើបានគ្រប់នីតិវិធីផ្លូវការអត់ឲ្យខុសទេរដ្ឋធម្មនុញ្ញនិយាយថាបោះឆ្នោត5ឆ្នាំម្ដង5ឆ្នាំបោះម្ដងបោះឆ្នោតត្រូវមានការរៀបចំដោយកោជបរៀបចំបោះឆ្នោតត្រូវមានគណៈបកនយោបាយចូលរួមចម្រោះគណៈបកនយោបាយចូលរួមចម្រោះគឺប្រព្រឹត្តទៅអត់មានខុសអីទេរដ្ឋធម្មនុញ្ញអត់ខុសអីទាំងអស់វាខុសតែមួយឯងបោះឆ្នោតតាមធម្មតា5ឆ្នាំបោះម្ដងកោជបរៀបចំអញ្ចឹងទៅជាប្រតិបត្តិឆ្នោតអាកោជបក៏អត់ឯករាជ្យអាបោះឆ្នោតគណៈបកចូលរួមហ្នឹងគឺបន្លំមកហ្នឹងគឺ10មួយយួរ7អំពេកព្រាតពេញភ្លឺពេញមេឃតែបើយកមកធ្វើជាចង្គៀងម៉ាំងសង់អីគឺអត់សោះព្រោះវាបែកខ្ញាចដូច7អំពេកចឹងយកជាដុំជាភ្លើងជាបំភ្លឺអីដើម្បីឲ្យជាដុំកពួនអត់ព្រោះអីវា7អំពេកផ្លឹបផ្លែតរកតែទុកចិត្តមិនបានហើយដល់ពេលហើយអ្នកដែលគេមានពលឺដែលអាចទុកចិត្តផលិតគេបាត់ដូចភ្លើងទៀនអីផលិតគេចោលតែម្ដងអញ្ចឹងទៅរួចទៅតកតងនឹងការដែលរៀបចំការបោះប្រព័ន្ធផ្សព្វផ្សាយក៏អត់ឯករាជ្យស្អីចាប់គុកងើបដាក់គុកងើបមួយវាយមួយអីចឹងប៉ុន្តែសួរថានីតិវិធីហ្នឹងគឺគេប្រព្រឹត្តតាមរដ្ឋបាលគេអត់មានខុសមកកន្លែងណាចំណុចកអ្នកឃោសនាណាយុទ្ធនាការបោះឆ្នោតហ្នឹងមួយខែមុនឲ្យឃោសនាអញ្ចឹងទៅគឺថាអូយខ្ចាយផ្សាយអញបាច់ទឹកបាច់ដីធ្វើដូចមែនតែនអញ្ចឹងណាអីចឹងមើលទៅកក្រឹកកក្រែងណាស់បាក់នេះក៏ផ្សាយបាក់នោះក៏ផ្សាយអីចឹងទៅអាហ្នឹងហើយគឺជាដំណើរជាទៅតែដល់ពេលហើយផ្សាយបកកាន់អំណាចហ្នឹងគឺមានអំណាចអធិបុលប្រើប្រាស់ធនធានរបស់រដ្ឋមន្ត្រីរាជការប្រពាក់ប្រពួនអញ្ញែអញ្ញៃមិនដឹងមន្ត្រីណាបកមន្ត្រីណាជាការងារក្របខ័ណ្ឌក្រៅបកទេគឺរញ៉េរញ៉ៃលុយហ្នឹងក៏មិនដឹងទៅចែកចាយយ៉ាងម៉េចគឺថាហេរញ្ញវត្ថុហ្នឹងលុយហ្នឹងបានមកពីណាចែកខ្ជះខ្ជាយចែកប្រជាពលរដ្ឋសរងទិញជូនលុយកដោនេះអីចឹងលើកទឹកចិត្តអង្គរាប់បាវអីចឹងទៅអើយសប្បាយចិត្តហើយប្រជាពលរដ្ឋបានទទួលប៉ុន្តែអាហ្នឹងជាការទិញស្លឹកឆ្នោតអាការគម្រាមកំហែងអាការមិនមានប្រព័ន្ធផ្សព្វផ្សាយរួចទៅបោះឆ្នោតម្ដងមេបកជានាយករដ្ឋមន្ត្រីអត់ដែលមកអង្គុយនៅក្នុងវេទិកាឲ្យប្រជាពលរដ្ឋជជែកយោបល់គាត់ដេញដោលគ្នាសួរមើលបើជានាយករដ្ឋមន្ត្រីនឹងប្រជាពលរដ្ឋសួរបន្តិចមើលធ្វើអីខ្លះអត់ជឿក្បាលមកចូលរួមតែជែកដេញដោលយោបល់អីទេឲ្យតាប្រព័ន្ធឃោសនានឹងថាប៉ុណ្ណឹងបានហើយអាសមាជក៏គ្មានអាការជជែកយើងមើលប្រទេសគេប្រជាធិបតេយ្យឲ្យតែដល់ចិត្តបោះឆ្នោតបេក្ខជននាយករដ្ឋមន្ត្រីសូម្បីតែនៅក្នុងបកខ្លួនឯងគេជ្រើសរើសបេក្ខជននាយករដ្ឋមន្ត្រីឬប្រធានាធិបតីហ្នឹងជំរុះក្នុងបកហ្នឹងឆ្លោះគ្នាជេរគ្នាហៅរឿងគ្នាល្មមបានបេក្ខជនគេមួយហ្នឹងតែដល់ពេលគេបានបេក្ខជនហើយគេឈប់ឆ្លោះគ្នាគឺគេយកបេក្ខជនហ្នឹងដូចលោកត្រាំអីចឹងលោកត្រាំហ្នឹងចែងជាមួយនឹងលោក Marco Rubio នេះដែលជាតំណែងបេក្ខជនប្រធានាធិបតីដែរណាដែលជាឥឡូវកាន់ជារដ្ឋមន្ត្រីក្រសួងការបរទេសថាចែកគ្នាររឿងលោកត្រាំរឿងជាមេដឹកនាំផ្ដាច់ការជាមេដឹកនាំពុកលលួយស្អីអូយតែពេលឥឡូវលោកត្រាំយកមកឲ្យធ្វើជារដ្ឋមន្ត្រីការបរទេសលោកត្រាំស្អាតស្អំអញ្ចឹងមកតែគេឈប់និយាយពីរឿងមុនគេនិយាយតែពីរឿងតទៅហើយតម្រាំបានតែមេដឹកនាំសម្រាប់បាក់ខ្លួនដើម្បីឡើងមកតំណែងនាយករដ្ឋមន្ត្រីហ្នឹងប្រធានាធិបតីហ្នឹងគឺចែកគ្នាបោះឆ្នោតឯងឡើងវល់យើងអត់តថាអ្នកណាជាបេក្ខជននាយករដ្ឋមន្ត្រីឡើងមកតាមការតែងតាំងលើកដាក់មកឲ្យទៅផុតបាត់ទៅអញ្ចឹងបាទឥឡូវខ្ញុំចង់និយាយអញ្ចឹងគាត់ថាការរៀបចំបែបនេះវាអត់មានប្រព័ន្ធត្រឹមត្រូវហើយដល់ពេលយើងទៅនិយាយពីរឿងស្អំចិត្តប្រជាពលរដ្ឋរដ្ឋាភិបាលយើងមានភាពស្របច្បាប់អញ្ចឹងមែនស្របច្បាប់តែនៅក្នុងក្រដាស់ទេតែប្រជាពលរដ្ឋអត់ពេញចិត្តតែអាស្របច្បាប់ហ្នឹងវាមានលក្ខណៈល្អមួយត្រង់ថាល្អជាពិធីសារជាប្រទេសសមាជិករបស់ ICJ សមាជិករបស់តុលាការព្រំដែនអន្តរជាតិ ICC មានសិទ្ធិប្តឹងទៅតុលាការទាំងសងខាងហ្នឹងអត់ប្តឹងឥឡូវរដ្ឋាភិបាលក្រៅប្រទេសបង្កើតឡើងនៅក្នុងយន្តការស្រមោលមួយជាការពិតវាមិនមានភាពស្របច្បាប់អីដូចរដ្ឋាភិបាលនៅក្នុងប្រទេសទេព្រោះសហគមន៍អន្តរជាតិគេអត់ទទួលស្គាល់រដ្ឋាភិបាលក្រៅប្រទេសហើយកុំទៅរករឿងគាត់ហើយកុំចាំបាច់បកស្រាយអីវិញឆ្ងាយទៀតភាពមិនស្របច្បាប់របស់គាត់នៅក្នុងន័យថាក្របខ័ណ្ឌរដ្ឋាភិបាលក្រៅក្នុងស្រុកវាមានហើយក៏ប៉ុន្តែសួរថាគាត់បើកមកហ្នឹងគឺគាត់មានការដែលកសាងក្រុមគាត់ដោយសារតែរំលាយក្រុមគាត់ចោលដូច្នេះនៅក្នុងក្របខ័ណ្ឌនយោបាយគឺគាត់មានភាពស្របច្បាប់មួយនៅក្នុងការតស៊ូមតិតាមកម្រិតណាក៏ដោយគេទទួលស្គាល់មិនទទួលស្គាល់ក៏ដោយប៉ុន្តែជាការប្រឹងប្រែងដោយមិនយកអំពើហិង្សាយកមកអនុវត្តប្រទេសណាក៏គួរទទួលស្គាល់នៅក្នុងនាមការតស៊ូមតិនយោបាយដោយសន្តិវិធីដោយអហិង្សាអត់មានខុសច្បាប់អីទេក៏ប៉ុន្តែអ្នកណាទទួលស្គាល់វាពិបាកត្រង់ថាដល់ពេលអញ្ចឹង
គាត់យកពាក្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិបានព្រមតនអន្តរជាតិបាន ICJ តែទៅតុលាសំទោស ICC ដល់ទៅ ICJ ជាតុលាការយុត្តិធម៌អន្តរជាតិនេះគឺតលតែយើងជាសមាជិកជាប្រទេសស្របច្បាប់របស់រដ្ឋាភិបាលមួយក៏ប៉ុន្តែបើគាត់ដាក់ពាក្យទៅ ICJ ក្នុងក្របខ័ណ្ឌជារដ្ឋាភិបាលក្រៅប្រទេសគាត់ដាក់បានតែគេទទួលគេដោះស្រាយបណ្ដឹងរបស់គាត់យ៉ាងណាស្រេចទៅលើការបកស្រាយប៉ុន្តែសំខាន់បំផុតគាត់បានធ្វើយ៉ាងហោចណាស់ក៏ឲ្យតុលាការនេះបានដឹងថាកម្ពុជាមានបញ្ហាសំណុំរឿងនឹងចូលដល់ទៅយកទៅពិនិត្យយកទៅអីតតចោលមិនតតចោលអានឹងគឺជារឿងរបស់តុលាការទេតែខាងយើងតែមានសិទ្ធិស្របច្បាប់អត់ដាក់ទៅវិញដូច្នេះបើលោកហ៊ុនម៉ាណែតទៅលីយ៉ុងនេះណាបើទោះបីជាក្នុងកិច្ចការតែរឿងសុខភាពតែមួយអីហ្នឹងគឺមិនតាក់ទងអីនឹងរឿងរដ្ឋាភិបាលដោះស្រាយបញ្ហាព្រំដែនតែចង់ស្អំចិត្តប្រជាពលរដ្ឋឲ្យជឿថារដ្ឋាភិបាលទៅហ្នឹងទៅបារាំងគៀកចិត្តផែនទីបងប្អូនដូចខ្ញុំជម្រាបចឹងយកផែនទីពីឋានប៉ណ្ណាក៏អត់បានផលអីដែរព្រោះផែនទីមានហើយវាមិនមែនសំខាន់លើផែនទីទេវាសំខាន់លើយើងប្តឹងគេឬអត់ផោះតាងយើងមាន1ក្រុង10ក្រុង5ឡានកាម៉ាស់អីក៏អត់ប្រយោជន៍ដែរបើយើងអត់យកទៅដាក់នៅក្នុងតុលាការដើម្បីឲ្យតុលាការពិនិត្យដើម្បីយកមកធ្វើជាភស្តុតាងដាក់បន្ទុកផងដូចយើងយកបានប្រយោជន៍អីដូចយើងតវ៉ាក្រៅតុលាការអញ្ចឹងបានប្រយោជន៍អីអញ្ចឹងហើយបានថាជានយោបាយគឺយើងស្អំចិត្តប៉ុន្តែជាការពិតជាក់ស្ដែងអត់បានប្រយោជន៍អីទេផ្ទុយទៅវិញការទៅលីយ៉ុងនេះធ្វើឲ្យប្រជាពលរដ្ឋខ្មែរនៅទីក្រុងបារាំងទីក្រុងលីយ៉ុងប្រទេសបារាំងនាំគ្នាតវ៉ាទាមទារ3ចំណុចឲ្យលោកហ៊ុនម៉ាណែតដោះស្រាយទី1គឺដាក់ពាក្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិជាការអាម៉ាស់សម្រាប់រដ្ឋាភិបាលកម្ពុជាទៅវិញទេព្រោះអីហេតុអីបានជាទៅដល់ប្រទេសបារាំងប្រជាពលរដ្ឋខ្មែរនៅប្រទេសបារាំងគួរណាស់តែស្វាគមន៍ថ្នាក់ដឹកនាំកម្ពុជាបើសិនជាគាត់ទៅរកជួយឲ្យដោះស្រាយបញ្ហាដាក់ប្តឹងទៅ ICJ ខ្ញុំជឿថាប្រជាពលរដ្ឋអាចនឹងធ្វើបាតកម្មគ្រប់គ្រងប៉ុន្តែនេះគឺអត់បានដាក់ប្តឹងគាត់យកឱកាសហ្នឹងគាត់ទៅប្តឹងទាមទារ3ចំណុចរួមទាំងតុលាការយុត្តិធម៌អន្តរជាតិផងឲ្យលោកហ៊ុនម៉ាណែតដាក់ពាក្យប្តឹងឲ្យខាងតៃបាននិងយកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស្ដីពីដែនអធិបតេយ្យហ្នឹងព្រោះអីទីក្រុងប៉ារីហ្នឹងវាជាទីកន្លែងដែលមានគេហៅថាកិច្ចព្រមព្រៀងហ្នឹងអញ្ចឹងគាត់ធ្វើត្រូវហើយទាមទារឲ្យដោះលែងអ្នកទោសមនសិការឲ្យអស់រឿងនេះក៏ជាការអាម៉ាស់សម្រាប់លោកហ៊ុនម៉ាណែតដែរព្រោះលោកតែងតែថ្លែងសារទាំងអាមីអាថោងរបស់លោកទាំងអស់ណាសេកព្រៀបអីហ្នឹងគឺសុទ្ធតែយើងបង្រួបបង្រួមជាតិសរសើរខ្មែរយើងមានសាមគ្គីគ្នាតាក់ទងរឿងព្រំដែនខ្លួនឯងអត់ចាប់រហូតអ្នកណានិយាយរឿងព្រំដែនចាប់តាំងពីនារីកម្មករកាត់ដេរអ្នកកសែតប្រសង់ហើយដល់ពេលអត់បានដោះលែងសោះចាប់ថែមទៀតហើយទៅបារាំងហ្នឹងទៅនិយាយអីតាក់ទងនឹងបង្រួបបង្រួមជាតិឃើញទេប្រជាពលរដ្ឋតវ៉ាជាការអាម៉ាស់មួយសម្រាប់ថ្នាក់ដឹកនាំជាតិបើមានការបង្រួបបង្រួមជាតិអត់មានអ្នកតវ៉ាបាតកម្មយើងថាក្រុមប្រឆាំងគេប្រឆាំងមកយកចឹងមិនអញ្ចឹងទេដូច្នេះលទ្ធផលរបស់លោកហ៊ុនម៉ាណែតទៅបារាំងនេះគឺអត់មានតាក់ទងនឹងរឿងព្រំដែនទេតែជារឿងស្អំចិត្តតែឲ្យផលប្រយោជន៍ពីរឿងព្រំដែនគឺអត់ទេកម្ពុជាបានប្រយោជន៍រឿងព្រំដែនតែរឿងមួយគត់គឺប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិអត់ត្រូវការបារាំងទេហើយខ្ញុំនិយាយថាចុះបារាំងគេជួយផែនទីបើជួយក៏ល្អដែរប៉ុន្តែបើអត់ជួយបារាំងគេកាត់ក្តីរឿងព្រះណា ICJ គេកាត់ក្តីរឿងព្រះវិហារអត់បានទៅពឹងបារាំងទេព្រោះផែនទីគេមានហើយតែបើមានទៀតក៏អត់ចង្រៃអីដែរយកទៅឲ្យកាន់តែច្រើនកាន់តែល្អតែដូចខ្ញុំចឹងបើច្រើនអត់ប្រយោជន៍អត់ដាក់ប្តឹងដាក់ជាភស្តុតាងដាក់បន្ទុកអីប្តឹងគេផងទៅយក5កឆេទៀត5កាម៉ាស់ទៀតក៏អត់ប្រយោជន៍វាគ្រាន់តែជាសារនយោបាយឲ្យប្រជាពលរដ្ឋថាអូរដ្ឋាភិបាលគេគិតគូរហើយចាំងតាំងពឹងបារាំងពឹងអីទៅគេហៅថាផ្ដាល់ក្តីសង្ឃឹមคล้ายៗបងប្អូននេះគឺជាអំពើមិនសមសិលធម៌ទេប្រជាពលរដ្ឋអស់សង្ឃឹមផ្ដាល់សង្ឃឹមคล้ายសង្ឃឹមคล้ายមានហើយសុសន្យាថានឹងទីឲ្យបានមិនទទួលស្គាល់ដីនឹងជាដីរបស់គេទៀតយើងមិនទទួលស្គាល់មិនទទួលទៅថាថៃគេវាយយកអស់ហើយនឹងយើងមិនទទួលស្គាល់យ៉ាងម៉េចយើងទទួលមិនទទួលចឹងទៅថៃគេស្ដាប់មែនវាមិនមែនអញ្ចឹងទេយន្តការច្បាប់អន្តរជាតិបើយើងប្តឹងគេយើងមិនទទួលស្គាល់ល្អព្រោះអីជារដ្ឋអធិបតេយ្យត្រូវតែតបចឹងបើខ្ញុំបាននិយាយទៀតថានេះក៏ជាកំបិតចិត្តដងឯងសម្រាប់រដ្ឋាភិបាលកម្ពុជាដែរតវ៉ាខ្លាំងណាស់ដីថៃដែលវាយដីខ្មែរដែលថៃវាយវ៉ាន់ជាង50កន្លែងតវ៉ាមែនតើដោយសារតែអះអាងថាតវ៉ានេះគឺជាលិខិតគតិយុត្តផ្លូវច្បាប់ដើម្បីតតាំងថៃទៅថ្ងៃអនាគតក៏ប៉ុន្តែក្នុងពេលជាមួយគ្នាហ្នឹងយើងបែរទៅជាបាត់សិទ្ធិតវ៉ារឿងកោះគុតឥឡូវដែនសមុទ្រត្រួតស៊ីគ្នា 26000 គីឡូម៉ែត្រការ៉េដែលតាក់ទងនឹង MOU 2001និង2000គុតហ្នឹងចាំមើលតាថៃលុប MOU ហ្នឹងទៀតហើយតែយើងអត់តវ៉ារឿងកោះគុតហ្នឹងព្រោះកោះគុតថៃថាយក1លានភាគរយរបស់គេហើយឥឡូវគេដេញយើងអាដីកោះគុតហ្នឹងដឹងអត់ដែរអាដែនសមុទ្រជាប់កោះគុតហ្នឹងអត់ទៅទៀតព្រោះបើគេលុប MOU ហ្នឹងគឺក្នុងន័យថាលុបមិនឲ្យខ្មែរអាចនឹងអភិវឌ្ឍតំបន់ត្រួតស៊ីគ្នានឹងបានទៅទៀតអញ្ចឹងដីរាប់ម៉ឺនគីឡូម៉ែត្រការ៉េនៅដែនសមុទ្រហ្នឹងគឺនឹងคล้ายទៅជាវិវាទគ្មានទីបញ្ចប់អាគោកក៏ដោះស្រាយមិនចេញអាទឹកក៏ដោះស្រាយមិនបានហើយកំពុងតែមានរឿងប្រេងកាតប្រេងឥន្ធនៈនឹងទៀត
ទល់ពធឲ្យខ្ញុំអត់ដឹងថាគាត់ទៅច្រកណាប៉ុន្តែច្រកដែលចេញលឿនបំផុតគឺដោះស្រាយរឿងព្រំដែនគោកនេះទៅមុនសិនទៅហើយបើតវ៉ារឿងព្រំដែនគោករាល់ថ្ងៃថាមិនទទួលស្គាល់ចេញលិខិតតវ៉ារឿងកោះគុតប៉ុន្តែកោះគុតខាតពេលខកពេលហើយពលរដ្ឋាភិបាលពេលដែលថៃចាប់ផ្ដើមប្រកាសថាកោះគុតនឹងជារបស់ថៃ 100% 1លាន%អីរដ្ឋាភិបាលកម្ពុជានៅស្ងៀមមិនស្រដីតែពៀជ័យខ្ចីជាជាងទនេមាត់គាត់ថាហ្នឹងជាភាពចាស់ទុំរបស់រដ្ឋាភិបាលយើងមិនតតាំងអីទេលោកហ៊ុនម៉ាណែតប្រាប់ឲ្យកោះគុតអត់បាត់តាណាទេនៅហ្នឹងឥឡូវអ្វីដែលគាត់គិតថាដីខ្មែរដែលថៃយកបានហ្នឹងបន្តិចទៀតក៏អត់ហ៊ាននិយាយថាដីវាអត់បាត់តាណាទេវានៅហ្នឹងប៉ុន្តែយើងព្រមចុះហត្ថលេខាឲ្យថៃយកវាខុសពីកោះគុតត្រង់ថាកម្ពុជាអត់បានចុះហត្ថលេខាឲ្យថៃយកកោះគុតដាច់ទេតែវាមាននៅក្នុងអនុសញ្ញាបារាំងសៀមឆ្នាំ1904 1907នៅក្នុងផែនទីបសុពន្ធដែលនិយាយមានតកតងនឹងកោះគុតនឹងការវាស់ឬក៏ការយកចំណុចកំពូលពាក់កណ្ដាលនៃទីខ្ពស់បំផុតនៃកោះគុតមកច្រកចាំយាមអីចឹងទៅដែលធ្វើឲ្យមានការបកស្រាយមួយថាកោះគុតមានចំណុចពាក់កណ្ដាលនៅជារបស់កម្ពុជាអញ្ចឹងទៅប៉ុន្តែកម្ពុជាត្រូវទៅតវ៉ារឿងកោះគុតនឹងឲ្យដល់ទីបំផុតដូចតវ៉ារឿងព្រំដែននេះហើយរឿងព្រំដែននេះយើងតវ៉ាយ៉ាងម៉េចក៏មិនឈ្នះគេដែរដោយសារអីយើងសញ្ញេខ្លួនឯងលោកទាសីហាហើយនឹងរដ្ឋាភិបាលកម្ពុជាហ្នឹងគឺតំណាងឲ្យលោកទាសីហាតែជារដ្ឋមន្ត្រីក្រសួងការពារជាតិហ្នឹងគឺគាត់ទៅសញ្ញេនៅក្នុងប័ណ្ណឈប់បាញ់ឲ្យគេនៅណានៅហ្នឹងបានន័យថាឲ្យគេគ្រប់គ្រងដែនអធិបតេយ្យរបស់យើងដោយស្របច្បាប់ហើយទៅឡំប៉ាទាគេវិញទាអត់បានទេទាតាមរបៀបយន្តការហ្នឹងគេនឹងយកប័ណ្ណឈប់បាញ់លើកលែងតែប័ណ្ណឈប់បាញ់នេះមិនមែនជាប័ណ្ណឈប់បាញ់អចិន្ត្រៃយ៍ឥឡូវប័ណ្ណស្រន់ទៅបងប្អូននាំគ្នាប័ណ្ណស្រន់ទៅសូមឲ្យប័ណ្ណឈប់បាញ់នេះនៅតែជាប័ណ្ណឈប់បាញ់បណ្ដោះអាសន្នរហូតបងប្អូនមានចាំទេប័ណ្ណឈប់បាញ់ហ្នឹងដំបូងគេឲ្យអនុវត្តបណ្ដោះអាសន្នតែប្រហែលម៉ោងទេណាឬក៏ប្រហែលថ្ងៃទេណាហើយតទៅពេលចាប់ពីហ្នឹងទៅគេអត់មាននិយាយថាចូលជាអចិន្ត្រៃយ៍ទេក៏ប៉ុន្តែជាប័ណ្ណឈប់បាញ់បើប័ណ្ណឈប់បាញ់នេះឲ្យមានប្រសិទ្ធភាពតប្រាប់ថាឈប់បាញ់ជាអចិន្ត្រៃយ៍សិនតែឥឡូវអត់ទាន់មានទេតែបើគេលុបអាប័ណ្ណឈប់បាញ់នឹងចោលអាហ្នឹងបានយើងមានសង្ឃឹមសាររើអាការដែលព្រមព្រៀងឲ្យថៃនៅណានៅហ្នឹងប៉ុន្តែគ្រោះថ្នាក់ធំបំផុតសម្រាប់កម្ពុជាបើលុបប័ណ្ណឈប់បាញ់នឹងចោលថៃវាយមកប្រាវទៀតអស់អា3 4 10កន្លែងហ្នឹងទៀតវាអញ្ចឹងហ៎បងប្អូនអញ្ចឹងហើយកុំទៅប័ណ្ណឲ្យលុបចោលយើងថាបានចំណេញមួយគឺសាររើថាយើងប្រាប់ថាអាហ្នឹងរបស់គេឥឡូវអត់ទទួលយកវិញអាហ្នឹងតើលុបប៉ុន្តែបើអត់លុបចោលគឺមានសង្គ្រាមទៀតថៃវាយទៀតពលលុបអាបត់ជប់បាញ់ហើយសហគមន៍អន្តរជាតិកោលទោសយើងងាប់ហើយថាយើងនឹងទៅជួយសង្គ្រាមហើយតើវាយក៏តាមឈ្នះគេដែរព្រោះយើងអត់បានត្រៀមខ្លួនយើងត្រៀម40 50ឆ្នាំហើយយើងបានប៉ុណ្ណឹងហើយតែយើងទៅចាំប្រហែលឆ្នាំទៀតហើយខ្មែរយើងបែកបាក់គ្នាអញ្ចឹង100ឆ្នាំទៀតក៏យើងអត់ទៅឈ្នះថៃដែរដូចខ្ញុំនិយាយអញ្ចឹង100ឆ្នាំទៀតក៏អត់ឈ្នះហើយបើធ្វើដូច្នេះខ្ញុំថា100ឆ្នាំ1លានឆ្នាំទៀតក៏មិនឈ្នះថៃដែរហើយយើងកុំទៅចង់ឈ្នះថៃអីនោះបានហើយប្រទេសជិតខាងយើងរស់នៅភូមិផងលបងជាមួយសំខាន់ឈ្នះខ្មែរគ្នាឯងសិនតើយើងឈ្នះនៅខ្មែរបង្រួបបង្រួមជាតិនៅផ្សះផ្សាជាតិនៅអានឹងបានឈ្នះកុំទៅចង់បងធំបងតូចអីឲ្យតែឈ្នះចិត្តកម្ពុជាស្រឡាញ់យើងពេញបេះដូងថាការដឹកនាំប្រទេសប្រកបដោយការផ្សះផ្សាជាតិយ៉ាងហោចណាស់ក៏យើងមានភាពរឹងមាំមានមោទនភាពក្នុងនាមជាខ្មែរដែរយើងនឹងជួយគ្នាក្នុងគ្រារងាមិនមែនដល់ពេលមានការអីយើងឆ្លោះគ្នាហែកគ្នាចាប់គ្នាដាក់គុកទៀតទេមិនអញ្ចឹងទេដូច្នេះយើងអត់មានការផ្សះផ្សាហើយថៃក៏ដឹងដែរថាខ្មែរយើងបែកបាក់បានជាគេហ៊ានវាយយើងនោះយើងត្រូវទទួលស្គាល់ការពិតដោយសារយើងខ្សោយដោយសារតែយើងបែកបាក់ផ្ទៃក្នុងជាតិយើងបើសិនជាយើងមិនបែកបាក់ផ្ទៃក្នុងជាតិយើងដល់កម្រិតនេះថៃក៏មិនប្រហើនដល់ថ្នាក់ហ្នឹងដែរអញ្ចឹងជាតិមួយដែលបែកបាក់ចឹងបានពាក្យខ្មែរលោកប្រាប់ថាឆ្លោះគ្នាក្នុងគ្រួសារដូចស្រាតកាយាបង្ហាញញាតិឆ្លោះគ្នាក្នុងសង្គមជាតិដូចបង្ហាញដូចលាតទ្របកំណត់ឲ្យចោលអញ្ចឹងយើងមើលនៅក្នុងគ្រួសារតែយើងឆ្លោះគ្នាជេរលហែកស្រង់អស់ហើយគឺដូចស្រាតកាយានឹងឲ្យញាតគេឃើញយើងជេរគ្នាយើងអីហែកអស់ដែលគេខាងក្រៅអត់ដឹងសោះក្នុងគ្រួសារយើងហែកអស់ព្រោះយើងនៅជាមួយគ្នាដល់តែឆ្លោះគ្នាក្នុងសង្គមជាតិទ្របកំណត់របស់យើងដែលមាននៅកន្លែងណាគឺយើងហែកឲ្យចោលយកទាំងអស់គឺដីតំបន់ដែលជាទ្របបេតិកភណ្ឌរតនសម្បត្តិរបស់ខ្មែរថៃគេស្រួលយកទាំងអស់ប្រាសាទខ្មែរយកទាំងអស់ប្រាសាទតាមន់ធំតាមន់តូចតាកបីនិងប្រាសាទខ្នាទៀតយើងមើលគេយកដកហូតដួងព្រលឹងរបស់យើងដោយសារយើងខ្លួនឯងបំផ្លាញដួងព្រលឹងរបស់ជាតិយើងដោយការបែកបាក់ជាតិនេះយ៉ាងអូយផ្សះផ្សាមិនបានដោយសារអីនយោបាយស្មោកគ្រោកក្រាញអំណាចបពពួកក្រុមអញអ្នកណាស្លាប់អីក៏ស្លាប់ទៅហើយដល់ពេលហើយក្រុមនយោបាយកាន់អំណាចគេធ្វើអញ្ចឹងកំចាយក្រុមបពប្រឆាំងមិនបានស៊ីឆ្លៀឲ្យខ្ទេចវិញកាលពីមុនក្រុមបកកាន់អំណាចមិនបានស៊ីឆ្លៀឲ្យខ្ទេចគណៈបកណាយមិនលាឲ្យអស់ដល់ពេលខាងនេះត្រូវគេរំលាយឲ្យអស់ខ្លាចតែជាជនរងគ្រោះតស៊ូមតិដើម្បីបានភាពយុត្តិធម៌មកខ្លួនវិញទោះជាវិធីសាស្ត្រស្មុគគ្រោកប៉ុណ្ណាក៏ចេះតែប្រើទៅដែរ
ជេមរាយកាយឪពុកស្រាត់ខោដូចគ្នាទៅហ៎មុជដើម្បីយកយុត្តិធម៌មកហើយយុត្តិធម៌បានមកដោយការជេរបន្តិចហ្នឹងគឺវាមិនសូវស្អាតសមប៉ុន្តែអត់មានជំរឿសអីចេះតែទៅអញ្ចឹងទៅព្រោះអីជេរខ្លះទៅបដាក់បដាសាខ្លះទៅព្រោះអប្រព័ន្ធយុត្តិធម៌នៅស្រុកខ្មែរហ្នឹងវាអត់មាន